sập phơ để không mau cho lúc và toát bịch để khuôn nó không phải tiếng nào nó không phải từ lúc từ gió xanh Nita ơi Nita ta nào vào đây hay sập phơi ấy nè Nita vấn nè ma khi mau ấy hay mai như này khi mau mình nó mà hay anh mình ăn hay chui ạ đừng tổng miên ấy cả hết mà chui đó nghe nè lấy là anh chui hiệp dân thì mới là cái nào họp vi mới muối à bạn thèm chốt đó hay ai hiểu xong thì để tụi con nâng tên nào đây khi đi trong châu đông chừng này chừng người ăn ca si bị ăn đó nghe của khi đi trong chay từ can paon đã ở bên xong để giặc xa mưa tới vì là cái nào hiện tê kê bàn tay nó phải để dương châu đông rồi khi đi tới đừng là chở này cần nứt lo ta hay cho bà khi trong châu đông chừng này chẳng đái khi tại tông tam này tam phê si bị ăn khai bộ đìa đi có anh tê tủ sạch có bán đây khi đang ngày là gì ba một chút này chụp nè khổ vậy hay khiนี้có bán tóc môi chùm này ao ôn phơi sảยังได้ chị đo rương sả chân á nặc sả đo lấy nghe គ្នាក៏នឹកសាលាដែរនឹកថ្នាក់រៀននឹកទឹកខ្លំអង្គុយហើយជាពិសេសនឹកអ៊ីទឹកអំពៅ y chỉ chiên môi dương hả idol nạp chất này bạn nói chút đấy thì bạn là môi đi nào đây Pom Pom ដល់ពេលដែលបងប្អូនសម្រាប់ពីសាលាឬក៏មកកងម្ដងបងប្អូនសប្បាយចិត្តទេមែនអត់បងក៏ចឹងដែរអ្នកណាក៏ដូចអ្នកណាដែរឲ្យតែបានឈប់ម្ដងថាសប្បាយអើយសប្បាយប៉ុន្តែឲ្យឈប់បានតែ2 3ថ្ងៃអីហ្នឹងអូយចាប់ផ្ដើមនឹកសាលាវិញបណ្ដោយនឹកមិត្តភ័ក្តិនឹកលោកគ្រូអ្នកគ្រូនឹកអីលោកបាយស្រូបនៅសាលាអូយនឹកទាំងអស់ហ្មងបងប្អូនហើយថ្ងៃនេះយើងនឹងរៀនភាសាអង់គ្លេសអំពីថ្នាក់រៀនភាសាអង់គ្លេសហៅថា class C-L-A-S-S class តើថ្នាក់រៀនរបស់បងប្អូនមានរូបរាងយ៉ាងម៉េចដែរតោះយើងទៅមើលទាំងអស់គ្នាទៅមើលបងប្អូនមើលនៅក្នុងរូបភាពនេះទៅមើលតើអីគេដែលបងប្អូនមើលឃើញមុនគេសម្រាប់បងវិញគឺបងឃើញក្តារខៀនមុនគេព្រោះអីក្តារខៀនធំហ៎ថ្នាក់ណាក៏មានក្តារខៀនដែរហើយក្តារខៀនភាសាអង់គ្លេសហៅថា whiteboard W H I T E B O A R D whiteboard ហ្នឹងគឺសំដៅទៅលើក្តារខៀនដែលប្រើ Word សម្រាប់ឯក្តារខៀនដែលប្រើដីសវិញគឺគេហៅយ៉ាងម៉េចដែរបងប្អូនដឹងអត់គឺយើងលុបពាក្យ white ពីមុខហើយយើងដាក់ពាក្យ black ជំនួសមកវិញគឺយើងបានពាក្យ blackboard B L A C K B O A R D blackboard ក្តារខៀនប្រើដីសតោះឥឡូវយើងមកមើលក្នុងរូបយើងទៀតតើមានអីទៀតបងប្អូនចាគឺយើងមានតុភាសាអង់គ្លេសហៅថា desk D E S K បងប្អូនមួយចំនួនច្បាស់ជាឆ្ងល់ហើយថាពាក្យ desk ហើយនិងពាក្យ table ខុសគ្នាយ៉ាងម៉េចទៅណោះបើបកប្រែថាតុដូចតែគ្នាហ្នឹងពាក្យ desk គឺសំដៅទៅលើតុដែលមានថតដូចជាតុធ្វើការជាដើមហើយសម្រាប់ពាក្យ table គឺសំដៅទៅលើតុបាយព្រោះថាវាគ្មានថតទេបន្តមកទៀតគឺមានទូដាក់សៀវភៅភាសាអង់គ្លេសហៅថា bookshelf B O O K S H E L F bookshelf ហើយចុងក្រោយទៀតគឺមានអ្វីដែរបងប្អូនគឺមានគ្រូនិងសិស្សលោកអី teacher and student teacher T E A C H E R and student S T U D E N T teacher and student បងប្អូនទៅសាលារៀនបកាយអត់បងប្អូនកុំភ្លេចខំរៀនណាដើម្បីឲ្យអនាគតយើងភ្លឺស្វាងបាយបាយបើបានទៅសាលារៀនអង្គុយផឹកទាំងអំពៅញ៉ាំត្រចៀនមិនឆ្ងាយលុយមកជិះនេះក្តីសម័យបើយើងមកជាការប្រៃ
គឺគ្នានឹងពេញឯងហ្នឹងណាញ៉ាំមកតក្តៅក្តៅ chút dần đấy ăn với mau bị nào គ្នាទិញមកយើងហ៎គ្រាន់តែឥឡូវហ្នឹងណាគាត់ទៅលក់នៅផ្ទះគាត់ ô kia ra đừng linh nước bạn em cho anh đây មែនតើ thì chẳng khi trong xua anh mùi សួរមក bảo sân chơi slide hiện cái bạc với nhé tại anh trong thôi cây môn kỳ គឺគ្នានឹងបោសសម្អាតថ្នាក់មុនគេបន្ទាប់មកគ្នាជូតតុអង្គុយលុបក្តារខៀនហើយនឹងបោសពេញពីង ôi à lấy sao là ổn mà គ្នាចឹងតែរហូតសោះហ្នឹងណាព្រោះថាថ្នាក់រៀនណាគឺជាកន្លែងដែលយើងអង្គុយរៀនរាល់ថ្ងៃដើម្បីស្រូបយកចំណេះវិជ្ជាបើសិនជាយើងមិនសម្អាតវាទេគឺវានឹងមានក្លិនឆ្អេះស្អុយហើយនឹងធូលីដីគឺវាធ្វើឲ្យយើងរៀនអត់ចូលហើយវាអាចនាំឲ្យយើងឈឺទៀតហ៎ anh ấy thử trong em mà chính là đồng hạ riêng ấy cái đạo về sủng ạt em mình được ở cái nè bảo sân thì trong ngày thằng bảo dương mi pha cho cục phiệp hiện chập chơi hay chó lá cứ dân thời ta sủng ạt nằm bảo dương hơi á của tam tu này ti bên bảo dương ở bàn lõ មែនហើយតើឥឡូវញ៉ាំហ្នឹងនេះ mà mẹ chỉ chiên này វាឆ្ងាញ់ហ៎ nhầm cái nó bao lá mẹ ta lòng cùi nhầm một khi một kẹo នៅក្នុងភូមិមួយតក់តុនតប់ជាក្មេងកំពូលខូចនិងរពើ Ê lục ta ta ná nâng Ồ, tạ tôi hụt ấy trong phút nó chậu ចឹងឲ្យចៅសុំលោកតាទៅផងចឹង chậu ពួកគេមើលមុខគ្នាពួកគេដើរទៅមុខហើយផាយដីទៅក្រោយ chậu tạ đau một bên chậu ពួកគេមើលមុខគ្នាលោកតាដើរមុខគេដើរពីក្រោយរួចឈូសដីដាក់តា Ý, chậu ở đi chỉ thử chân cao vậy chậu này xinh ចំណែកណាន់ជាក្មេងឧស្សាហ៍និងខិតខំរៀនសូត្រណាស់ Má ơi con nhận cho bay tặng hai áo hay អូកូនអាសាឆ្លាតណាស់នេះ Rồi con ta hiện nâng á អូណា Lên mạng con ta hiện ra này អូអញ្ចឹងកុំភ្លេចខំប្រឹងរៀនផងណាកូនណា Cha mạ អឺ Ê bây nè đó mà cho hiện lời ăn ta lạc áo lại à Ôi đừng tao hiện xây thế đà lên với bài trước Con ta hiện ảnh tao tê tao riêng mình bàn cài thôi là ai khôn tiên à Mà nâng Chẳng thấy ta sân á nè tao riêng đây nè តក់តុនតប់នៅអង្គុយលេងនៅទីនោះរហូតដល់ណាន់ត្រឡប់មកពីសាលារៀនវិញ Ê tụi anh ở xa lắm rồi nè sao chậm chậm khơi tao hiện là ngay che ai kia nè khơi khom Vậy đang ở yên tiền học mến ban thường hải chớ nó là lá ạ mình trong phong Anh lên sư phụ anh ta phản đây men đâu riêng mấy tao bài con cà phê riêng đúc te Khâu hai phản đây men đâu đi phải cái đâu ta phụ anh chắc á À lấy sư mới tiệt ta cơ hay đừng ta mới nam mà muốn ទាំង3នាក់នៅស្ងៀមប្រឹងព្រោះគ្មានចម្លើយ Nâng ngay đã quẹ tơ riêng con cà tha riêng là này chụp nhận áo để phụ gia tơ riêng đó bạn đang phụ dân cô tại tơ riêng ban rót ngay vinh ចាប់តាំងពីពេលនោះមកពួកគេមិនដែលខកខានទៅរៀនឡើយវិជ្ជាជាទ្រព្យជាប់នឹងប្រាណចោលលួចមិនបានចាយច្រើនចម្រើនឡើង រឿងនេះល្អមើល tua sấy sao đây vẫn ảnh chân ធ្វើមកចេះស្អាតស្រាប់និយាយចឹងរឿងហ្នឹងនិយាយពីសាលារៀនណាតា vậy chứ như xong xua và ảnh to khả pì và nãy bó sầm a ti lia là hơi tao không nên hiểu sót tao nhận thật vợ ấy tiền rồi ក្នុងនាមខ្ញុំជាសិស្សគំរូស្អាតឆ្លាតហើយពូកែម្នាក់បន្ទាប់ពីយើងបោសសម្អាតថ្នាក់រៀនហើយគឺយើងត្រូវបោសសម្អាតទីធ្លាសាលារៀនស្រោចទឹកផ្កាបោចស្មៅជាពិសេសត្រូវចូលរួមថែរក្សាសម្បត្តិរួមរបស់សាលាដូចជាមិនបោចផ្កាលេងឬក៏ឡើងដើមឈើអីចឹងណា trời trời mà lỏ ảnh đắp bất được bên này là riêng nhưng thôi là thua chỉ sợ là o đọc bằng co khất khao liên sốt giấy đúng á cả phiên đây là miền ấy cứ nhưng thời thua tam cả phiên nằng hồ bia chui được đom dương nộp đau trong nhà đất một càn dương គ្នាគ្រប់ត្រហើយឯងក៏ចឹងដែរពេលចូលសាលារៀនមើលផងប្រយ័ត្នអង្គុយចិត្តសបមុំទៀតណា mà bị anh nó ập tập kia nữa nghe à lớn nhắm to mà តោះ ngày gì trong đây đấy
ស្អាតណានេះផ្កាអេបងប្អូនថ្ងៃនេះហ่าបងមកមើលផ្កាដែលបងដាំនៅខាងក្រោយឯងឃើញស្អាតទេសាច់ទឹកមួយសិនេះស្អីហ្នឹងខ្មុំអូយខ្មុំមកច្រើនម៉េះអូយតិចឡើងអើយរត់សិនអើយសួស្តីបងប្អូនទាំងអស់គ្នាអេខ្លះបងមកវិញអញ្ចឹងបងឲ្យបងទៅស្រោចទឹកដាក់ផ្កាអីអូយនៅក្រៅមិញខ្មុំច្រើនណាបាទបងរត់មកបន្ទប់ពិសោធន៍វិញរត់សឹងតន់នេះរត់តន់បងឯងកុំអីខ្មុំតិចហ្នឹងហើយខ្លាចវាតិចហ្នឹងហើយបងអញ្ចឹងឯងបងឲ្យប្រាប់ខ្ញុំពីសត្វខ្មុំបានអត់បងមនុស្សកំពុងតែកិច្ចពីសត្វខ្មុំឯងសួរពីសត្វខ្មុំទៀតចុះបងប្អូនចង់ដឹងអត់ចំណាប់ចង់ដឹងមែនទេចាបើអញ្ចឹងតោះឥឡូវយើងទៅស្វែងយល់អំពីសត្វខ្មុំទាំងអស់គ្នាសត្វឃ្មុំគឺជាសត្វល្អិតដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សជាច្រើនជាងសត្វល្អិតផ្សេងៗដែលមនុស្សបានចិញ្ចឹមនិងទាញយកផលប្រយោជន៍ពីវារាប់សិបសតវត្សមកហើយវត្តមានរបស់សត្វឃ្មុំជួយបង្កាត់ពូជក្នុងការដាំដុះរបស់ផ្កាបើគ្មានឃ្មុំទេយើងប្រហែលជាមិនមានសួនផ្កាឲ្យគយគន់នោះទេមិនតែប៉ុណ្ណោះទឹកឃ្មុំក៏ផ្ដល់ឲ្យយើងនូវគុណសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរឥឡូវយើងមកសិក្សាអំពីចំណុចពិសេសរបស់សត្វឃ្មុំមួយនេះម្ដងបងប្អូនដឹងទេសត្វឃ្មុំអាចហើរបានជាង24គីឡូម៉ែត្រក្នុង1ម៉ោងឯណោះស្លាបដ៏តូចល្អិតរបស់វាបក់ពី12000ទៅ15000ដងក្នុង1នាទីបាននិយាយពីសម្បុករបស់វាវិញជាធម្មតានៅក្នុងសម្បុកមួយគឺមានឃ្មុំចាប់ពី20000ទៅ60000ក្បាលឡើងទៅឃ្មុំមួយក្បាលអាចផលិតទឹកឃ្មុំចំណុះ1/12នៃស្លាបព្រាកាហ្វេហើយឃ្មុំមួយសម្បុកអាចផលិតទឹកឃ្មុំបានយ៉ាងហោចណាស់27គីឡូក្រាមហើយបងប្អូនដឹងទេសត្វឃ្មុំទៅរកផ្កាជាង2000ឯណោះជារៀងរាល់ថ្ងៃដែលវាត្រូវទៅរកមួយដង50ទៅ100ផ្ការួចបញ្ជូនលំអងមកផ្ទះសិនហើយវាធ្វើការងារបែបនេះចោះឡើងទម្រាំតែគ្រប់ហើយសម្រាប់ទឹកឃ្មុំវិញណាបងប្អូនហើយនឹងសម្រាប់មានដឹងអត់មានអត្ថប្រយោជន៍ច្រើនណាស់អូមានអីខ្លះទៅបងបាននិយាយពីទឹកឃ្មុំវិញវាគឺជាផលិតផលពីធម្មជាតិដែលមានសារៈសំខាន់ជាច្រើនចំពោះសុខភាពវាផ្ទុកនូវសារធាតុល្អៗដែលប្រឆាំងអុកស៊ីតកម្មហើយវាក៏ជាឱសថទឹកដែលគួរមានក្នុងផ្ទះសម្រាប់ព្យាបាលជំងឺមួយចំនួនផងដែរមិនតែប៉ុណ្ណោះវាក៏ល្អសម្រាប់សម្រស់ផងដែរគឺវាជួយឲ្យស្បែកមានសំណើមបំបត្តិស្នាមនឹងរោលហើយធ្វើឲ្យស្បែកទន់រលោងក្មេងជាងវ័យវ៉ាវពិតជាពិសេសមែនតើអញ្ចឹងតើបានជាខ្ញុំឃើញបងខ្ញុំក៏បិទម៉ាស់ទឹកឃ្មុំរហូតហ្នឹងហើយបើចំណាប់ចង់ស្អាតក៏អាចបិទបានដែរសុំបងបិទដែរទៅមែនតើបងចង់ស្អាតមែនណាចាំមើលខ្ញុំទៅទេខ្ញុំសុំគាត់បិទដែរចៃបងផងណាកុំភ្លេចវិតយកអត់ទៅខ្ញុំស្អាតម្នាក់ឯងមកណាគុំតែឃ្មុំណាមានប្រយោជន៍ច្រើនទេគុំអីគ្នាទៅវាយសម្បុកឃ្មុំចេញពីសាលាបាត់ហើយអ្នកក្លាហានក្រែងខ្លាចឃ្មុំតែលេងឲ្យគ្នាទៅវាយមិនមកវិញមានតែមុខហើមនិយាយរឿងហើមមុខចឹងណាគ្នានឹកឃើញពេលនៅសាលាប៊ីសត្រូវមកបាល់ម៉េចពេលណាហើយមិនគ្នាដឹងចឹងហើយគ្រាន់សាលាមានកន្លែងលេងហើយមានតែមិត្តយើងមានលេងកន្លែងសាលាធ្វើឲ្យណាមកលេងចាំមុខថ្នាក់ហើយពេលហ្នឹងឯងអត់នៅទេគ្នាកំពុងអានសភៅសុកលេងបាល់ហោះមកចំកណ្ដាលមុខចេះគ្នាគិតតន់កុំអីដឹងមិនទេអូដល់ចឹងភ័យមែនតាចឹងណាមិត្តប្រុសគ្នាយើងមុនពេលដែលយើងលេងបាល់ឬលេងអីផ្សេងគឺយើងត្រូវរកពេលវេលានិងកន្លែងបានសមរម្យតើវាស័ក្តិសមនៅក្នុងការយើងលេងអត់ព្រោះពេលខ្លះយើងលេងទៅខ្លាចចាំមកដែលនៅចិត្តយើងអញ្ចឹងណាមែនហើយសាលាគេមានកន្លែងឲ្យសម្រាប់លេងអញ្ចឹងយើងទៅតែលេងឲ្យបានសមរម្យនឹងយល់គ្នាព្រោះសាលាពេលដូចជាផ្ទះទី2របស់យើងអញ្ចឹងហើយសិស្សដែលនៅក្នុងសាលាក៏ដូចជាបងប្អូនរបស់យើងដែរមែនទេមែនហើយអីគេចេះđâyខ្ញុំកំពុងតែហាត់បទចម្រៀងបរៀនក្មេងថ្ងៃហ្នឹងណាដឹងទេឥឡូវបាទហ្នឹងកាយកកុំច្រឡំនៅ DJ មែន DJ ខ្ញុំអត់ចេះ DJ តែបទហ្នឹងគឺ
សប្បាយហើយដល់ដឹងតែរំភើបមកអញ្ចឹងមកឥឡូវកុំឲ្យខាតពេលយូរយើងជ្រៀងជាមួយគ្នា ញ៉ាំបងកាមេរ៉ាមែនសិនមិន អូយ៉ាងណា ទិញ ចាំណាតែវបាទកាមេរ៉ាគាត់បកកាយចាប់អូខេអញ្ចឹងតោះឥឡូវយើងបទហ្នឹងមានចំណងជើងថា Hosanna គាត់ស្ដាប់ចំណងជើងក៏ដឹងថាកាយវិការនឹងបទហ្នឹងហ្នឹងណាអូខេតោះឥឡូវយើងចាប់ផ្ដើមជាមួយគ្នាអញ្ចឹងបងនឹងមករៀនបងប្អូនម្ដងមួយឃ្លាអញ្ចឹងបទដំបូងឃ្លាដំបូងបាទសំដៅឃ្លាដំបូងគឺយើងច្រៀងថា Hosanna អញ្ចឹង Hosanna យើងធ្វើចេះ Hosanna ចាក់ស្មា មួយទៀត Hosanna អញ្ចឹងយើងច្រៀង2ដងហើយយើងត្រូវតែលើកដៃជាប់អញ្ចឹងរហូតបន្ទាប់មកចុងក្រោយដែលមានពាក្យថា Hosanna ដែរយើងបត់ចូលចេះ Hosanna នៅឋានខ្ពស់បំផុតអូខេតោះនេះម្ដងទៀតតោះ Hosanna 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 នៅឋានខ្ពស់បំផុតអូខេតោះហ្នឹងតោះតែឃ្លាទី2យើងលើកព្រះនាមទ្រង់ឡើងនេះយើងជឿទៅទីមក អូខ្ញុំឈាមតិចបានណា ស្អីចុះต้องចេះក៏បានចឹងអូខេតោះយើងលើកព្រះនាមទ្រង់ឡើងដោយការសរសើរតម្កើងហើយតោះណាទ្រង់បានកើនឡើងអោព្រះបរិសុទ្ធអូខេតោះនៅម្ដងទៀតតោះយើងលើកព្រះនាមទ្រង់ឡើងដៃគឺត្រូវនៅចឹងដោយការសរសើរតម្កើងទ្រង់បានកើនឡើងអោព្រះបរិសុទ្ធមិនដែរបងប្អូនតោះនៅអូខេអញ្ចឹងវគ្គទី2គឺសេរីរុងរឿងគឺយើងច្រៀងដូចគ្នាសេរីរុងរឿងកាយវិការហើយនឹងច្រៀងគឺដូចគ្នាមិនដែរខុសតែពាក្យ Hosanna ជំនួសឲ្យសេរីនឹងសេរីរុងរឿងបាទអូស្រួលទេស្រួលមែនទេអញ្ចឹងតោះឥឡូវយើងចាប់ផ្ដើមច្រៀងជាមួយនឹងគ្នាជាមួយភ្លេងហើយចង់ដឹងថាបងប្អូនចេះប៉ុណ្ណាអូខេសាកល្បងសិនណាបាទសាកល្បងសិនតោះចង់ដឹងបងប្អូនអាចកាយវិការនឹងច្រៀងបានប្រកែប៉ុណ្ណាតោះ1 2 3 Hosanna 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 នៅឋានពូបំផុត Hosanna 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 នៅឋានពូបំផុតយើងលើព្រះនាមទ្រង់ឡើងដោយការសរសើរតម្កើងទ្រង់បានកើនឡើងអោព្រះបរិសុទ្ធ Hosanna នៅឋានខ្ពស់បំផុតសេរីរុងរឿងសេរីរុងរឿងសេរីរុងរឿងចាញ់ចែងបំផុតសេរីរុងរឿងសេរីរុងរឿងសេរីរុងរឿងចាញ់ចែងបំផុតយើងលើកព្រះនាមទ្រង់ឡើងដោយការសរសើរតម្កើងទ្រង់បានកើនឡើងអោព្រះបរិសុទ្ធសេរីរុងរឿងចាញ់ចែងបំផុតសេរីរុងរឿងចាញ់ចែងបំផុតវ៉ាវរំភើបមើលអត់ឃើញរំភើបទេបើអីមិនគេហាត់សមកអូហាត់សមែនអញ្ចឹងចង់ម្ដងទៀតមែនហ្នឹងហើយម្ដងទៀតមួយបងប្អូនខ្ញុំមកចាប់គូមួយជ្រវិនបកាយរមអូខេតោះឥឡូវយើងម្ដងទៀតណាឥឡូវយើងចាប់ដើមម្ដងទៀតតោះ1 2 3 Hosanna 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 នៅឋានពូបំផុត Hosanna 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 នៅឋានពូបំផុតយើងលើកព្រះនាមទ្រង់ឡើងដោយការសរសើរតម្កើងទ្រង់បានកើនឡើងអោព្រះបរិសុទ្ធ Hosanna នៅឋានខ្ពស់បំផុតសេរីរុងរឿងសេរីរុងរឿងសេរីរុងរឿងចាញ់ចែងបំផុតសេរីរុងរឿងសេរីរុងរឿងសេរីរុងរឿងចាញ់ចែងបំផុតយើងលើកព្រះនាមទ្រង់ឡើងដោយការសរសើរតម្កើងទ្រង់បានកើនឡើងអោព្រះបរិសុទ្ធសេរីរុងរឿងចាញ់ចែងបំផុតសេរីរុងរឿងចាញ់ចែងបំផុតយេមើលទៅនេះអូយគាត់នេះបរុហើយកាយវិការស្រួលមែនបងពីទ័រលយអញ្ចឹងក៏យ៉ាងនាំអូខេអញ្ចឹងបងប្អូនកុំភ្លេចច្រៀងបទនេះសរសើរតម្កើងព្រះអង្គនៅពេលព្រឹកច្រៀងរាល់ថ្ងៃដើម្បីលើកតម្កើងនាមទ្រង់ហើយចាំបាត់នឹងគេច្រៀងតែពេលព្រឹកឯងចា
អរេគឺជាងគប់ពេលបានទាំងអស់ឲ្យតែយើងចង់ច្រៀងមក មិនមែនឲ្យបងប្អូនអញ្ចឹងបាយបាយ តាតា ចាម៉ែ ណាមកចេញមកលាងដៃលាងអីញ៉ាំបាយពុកកូនមកលើយ ខ្ញុំមកវិញហើយបានហូបអីហើយ អូនេះបានស្លមជូរនេះថៃដៃ អូជូរប្រឡិតទៀតហ៎ ចិត្តហ្នឹង ហ្នឹង គួយមកก่อน ពុកម៉ែស្គិតទៀតហើយ ចុះបាទហូបពុកចូលចិត្តមែនគាត់ឯង អូយជំរាបសួរ អរគុណក្មួយហើយចុះសម្ភារៈគាត់ឯងរៀបចំហើយណា អូនេះពុកពីអ្នកខ្ញុំណាទុកចិត្តចោះរៀបចំមកស្អាតហ៎ អូបានហែលហើយបាទចាំមកទៀតហានញ៉ាំបាយហ្មងចា ចា ព្រមចាអើយក៏អរគុណទ្រង់សម្រាប់ចំណីអាហារដែលទ្រង់បានប្រទានដល់យើងខ្ញុំសូមឲ្យចំណីអាហារនេះបានបរិសុទ្ធនិងចម្រើនកម្លាំងដល់យើងខ្ញុំសូមប្រទានអាហារនេះដល់អ្នកដែលខ្វះខាតផងដែរក៏សូមថ្វាយចំណីអាហារទាំងនេះដល់ទ្រង់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទតាយេ លើវិញនិយាយទៅ ថ្វាយដៃថ្វាយជើង អូដល់មកឃ្លានហ្នឹងពុកវា ណាគឺអ្នកអាំងទៅ ខ្ញុំនឹងឯង ម៉ែពុកបើពីអ្នកកូនរវល់ធ្វើអានោះនេះ អូ ឆ្ងាញ់ហ៎ អេមិនទាំងអស់គ្នាបើសិនជាមានអីចង់ប្រាប់ខ្ញុំបន្ថែមថាគួរធ្វើឬមិនគួរធ្វើពេលនៅសាលាអាចឆាតមកខ្ញុំបានណា ញ៉ាំមក នៅថៃអត់